បន្តសិក្សាមេរៀនរបស់យើងបន្តទៅទៀតជាដំបូងយើងcomment អក្សរ អមកបងប្អូនយើងចុចត្រង់ចំណុចនេះអូខេចុចត្រង់ចំណុចនេះត្រង់ចំណុចនេះត្រង់មកអូខេតោះនេះគូនេះមកពីលើមកក្រោមមកអូខេមកប៉ុណ្ណឹងហើយយើង observe បានចូលហើយចូលក្នុងម៉ែកន្លះទៀតមកអូខេយើង comment អក្សរ T មកចុចអក្សរ T ចុច1ម៉ែត្រកន្លះមក150 សង់ទីម៉ែត្រមកចេញមកក្រៅមកតែកន្លះអូខេចំណែកនេះក៏ដូចគ្នាដែរឡើងលើ150សង់ទីម៉ែត្រស្មើនឹង1ម៉ែត្រកន្លះ15សង់ទីម៉ែត្រអូខេបន្តមកយើងវា comment អក្សរ អមកបងចុចត្រង់ចំណុចនេះហើយយើងកុំអាននេះយើងចុចនេះសិនចុចនេះមក2ម៉ែត្របងប្អូន200សិបអានេះ5អូខេ comment អក្សរ អមកចុចត្រង់ចំណុចនេះលើមកត្រង់ចំណុចនេះយើង comment នេះមកអូខេតបពីបានដល់ប៉ុណ្ណេះហើយយើង comment អក្សរ T មួយទៀតមកអូខេមកនេះ100អូខេ15សង់ទីម៉ែត្រតើមកយើងដាក់នេះមក2ម៉ែត្រអូខេ15សង់ទីម៉ែត្រអូខេអត់ប៉ុណ្ណេះហើយយើងវា comment អក្សរ R របស់យើងទៀតមកចាប់នេះដល់លើនេះអូខេតើមកចាប់ត្រង់ចំណុចនេះត្រង់ចំណុចនេះអូខេអបដល់នេះអូខេជាប់ពីអានេះមកដល់ក្រោមនេះមកអូខេតើមកយើងចុចត្រង់ចំណុចនេះមកអូខេតើចង់ចំណុចនេះមួយទៀតអូខេតើមកយើងអមមកក្រោមនេះដល់ក្រោមអូខេចុចត្រង់ចំណុចនេះនេះចុចត្រង់ចំណុចមកអូខេតើមកនេះយើងមកនេះទៀតអូខេអានេះយើងរួចរាល់ហើយដូច្នេះយើងលុបបន្ទាត់របស់យើងចង់សារយើង comment អក្សរ E ដោយសារតែខ្ញុំប្រើ shortcut បងប្អូនបើយើងមិនចង់ប្រើ shortcut ទេយើងមើលអាចនឹងមើលសញ្ញានេះយើងខ្មៅមានន័យថាយើងប្រើ comment ហ្នឹងហើយ comment អក្សរ E អានេះចាក់ពណ៌អានេះយើងលុបអូខេយើងលុបមកអូខេក្រោយយើងបានដល់ប៉ុណ្ណឹងហើយមេរៀននេះដែរយើងនឹងសូមបញ្ចប់ត្រឹមនេះនៅមេរៀនក្រោយយើងនឹងកាត់ទៅបន្តនេះជាបន្តទៀតហើយនឹងលើកធ្នឹមលើកជញ្ជាំងរបស់យើងឡើងទៅនេះអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនអរគុណច្រើនជំរាបលា